ច្រើនពរញាតិញោមមកដល់ឯនេះមានខ្លោងនៅប្រាសាទនេះមានខ្លោងទ្វារ4សត្វកសាងនៅសតវត្សនៅឆ្នាំ1150ដល់1160ដោយព្រះបាទធរណិន្ទ្រវរ្ម័នជាព្រះបិតារបស់ព្រះបាទជ័យវរ្ម័នទី7ហើយនៅខ្លោងទ្វារអង្កើតនេះមានចម្លាក់ព្រះពុទ្ធបរិនិព្វានដែលខ្ញុំឃើញនៅកន្លែងនេះហើយកន្លែងនោះគឺព្រះអង្គប្រទានអភ័យចម្លាក់នេះស្អាតញាតិញោមនៅចង់មកមានសទ្ធាជ្រះថ្លាមានសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនាអាចជើញមកកន្លែងហ្នឹងទៅបានទីមួយបានមើលឃើញដូចពហិមួយដូចចេតិយមួយយើងបានឃើញរូបសំណាកចាប់តាំងពីព្រះអង្គប្រសូតរហូតដល់ព្រះអង្គបរិនិព្វានអញ្ចឹងប្រាសាទហ្នឹងគេឲ្យឈ្មោះថាប្រាសាទប៉ាឡេឡៃណាប្រាសាទប៉ាឡេឡៃហើយញាតិញោមមកមើលរូបចម្លាក់នៅខាងនេះនេះរូបចម្លាក់នៅខាងនេះនេះគឺរូបចម្លាក់ពេលដែលព្រះអង្គទៅគង់នៅក្នុងព្រៃប៉ាឡេឡៃពេលដែលព្រះអង្គគង់ក្នុងព្រៃប៉ាឡេឡៃនៅពេលនោះមានពួកដំរីមានស្វាច្រើនណាស់នៅគល់បំរើព្រះអង្គសត្វសត្វដែលគល់បំរើព្រះអង្គហើយចាំមើលថ្មអានរឿងនឹងឲ្យញាតិញោមស្ដាប់ណាអានរឿងពេលដែលព្រះអង្គនេះរឿងនៅក្នុងរូបសំណាកនេះនៅក្នុងភាសាទី10ភាសាទី10ហ្នឹងគឺព្រះអង្គលោកទៅគង់នៅក្នុងព្រៃប៉ាឡេឡៃហ្នឹងណានៅក្នុងព្រៃប៉ាឡេឡៃយកៈនៅគង់នៅក្នុងព្រៃប៉ាឡេឡៃយកៈហ្នឹងដោយព្រះអង្គកិច្ចអំពីពួកភិក្ខុណាកិច្ចពីពួកភិក្ខុដែលឆ្លោះគ្នានៅក្នុងព្រៃកោសាមនៅក្នុងក្រុងកោសាំពីហ្នឹងឯងពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គលោកហាមឃាត់អ្មិចក៏មិនឈ្នះព្រះអង្គទូមានអ្មិចក៏មិនស្ដាប់អញ្ចឹងក៏ព្រះអង្គលោកនិមន្តទៅគង់នៅក្នុងព្រៃប៉ាឡេឡៃយកៈហ្នឹងទៅណាក្នុងព្រៃប៉ាឡេឡៃយកៈចាំមើលតិចទៀតមកនឹងអានរឿងហ្នឹងឲ្យញាតិញោមនឹងកណាកូនចាស់ស្ដាប់រឿងនេះញាតិញោមអាចទៅមើលនៅក្នុងពុទ្ធកិច្ច45ព្រះវស្សាភាគទី1ហ្នឹងក្នុងទំព័រ163ហ្នឹងលោកសរសេរពិពណ៌នាអំពីរឿងប៉ាឡេឡៃហ្នឹងឯងលើកដល់ណាចេសាទី9នេះព្រះវស្សាទី10ទ្រង់គង់ចាំព្រះវស្សាក្បែរគុលសាលព្រឹកព្រៃប៉ាឡេឡៃយកៈព្រៃប៉ាឡេឡៃយកៈរខិតវ័ននៅក្នុងដែនកោសលចន្លោះនគរកោសាំពីនិងនគរសាវត្ថីនៅក្នុងទីនោះដំរីប៉ាឡេឡៃយកៈដែលកិច្ចចេញចាក់ហ្វូងមកនៅក្នុងព្រៃនេះដូចគ្នាលុះឃើញព្រះអង្គគង់នៅក្បែរគុលសាលព្រឹកទើបប្រើជើងពង្រៀបផ្ទៃដីឲ្យស្មើប្រើប្រម៉ោយចាប់មែកឈើបោសសម្អាតផ្ទៃដីជុំវិញដើមសាលព្រឹកឲ្យស្អាតបន្ទាប់មកទើបប្រើប្រម៉ោយចាប់ឆ្នាំងទឹកដងទឹកប្រើប្រាស់នឹងទឹកឆាន់មកតាំងទុកហើយចូលទៅកាន់ព្រៃរកផ្លែឈើមកថ្វាយញាតិញោមពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យាងចូលទៅគង់ចាំវស្សានៅក្នុងព្រៃប៉ាឡេឡៃហ្នឹងមានដំរីមួយគេហៅដំរីប៉ាឡេឡៃយកៈហ្នឹងឯងឃើញពេលដែលឃើញព្រះអង្គគង់ក្រោមដើមសាលព្រឹកអញ្ចឹងទៅដំរីនោះគឺគាត់ខ្វះខ្នះខ្នែងជួយខ្វាយខ្វល់នៅក្នុងនេះលោកដាក់ថាដំរីនឹងប្រើជើងនឹងពរៀបដីនោះឲ្យស្មើហើយប្រម៉ោយរបស់ខ្លួនឯងនឹងប្រុងចាប់មែកឈើបោសសម្អាតផ្ទៃដីនៅជុំវិញដើមសាលព្រឹកនោះឲ្យស្អាតណាឲ្យស្អាតហើយបន្ទាប់មកទើបប្រើប្រម៉ោយចាប់ឆ្នាំងទឹកដងទឹកប្រើប្រាស់នឹងទឹកមកឆាន់តាំងទុកហើយចូលទៅកាន់ព្រៃរកផ្លែឈើមកថ្វាយគេដំរីនឹងគេចេះណាដំរីប៉ាឡេឡៃនឹងដែលញាតិញោមឃើញនៅក្នុងរូបហ្នឹងហើយបើញាតិញោមចង់មកទស្សនាគឺនៅប្រាសាទប៉ាឡេឡៃហ្នឹងឯង
នៅពេលហ្នឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយហើយដើរថ្ងៃណាដែលព្រះអង្គយាងចេញទៅបិណ្ឌបាតថ្ងៃនោះដំរីបាឡល័យកៈក៏នឹងនាំបាតដាក់ត្រង់ពាងដើរទៅព្រមជាមួយនឹងព្រះអង្គលុះចិត្តចូលកាន់ស្រុកក៏ថ្វាយបាតជីវរកាលព្រះអង្គត្រឡប់មកពីបិណ្ឌបាតក៏រងចាំទទួលបាតនាំមកទុកដាក់ក្នុងទីដែលព្រះអង្គទ្រង់គង់ហើយធ្វើវត្តប្រតិបត្តិដូចជាបេះស្លឹកឈើមកបក់ថ្វាយព្រះអង្គវេលាយប់ក៏រងចាំរក្សាការពារដោយការដើរទៅមកជុំវិញទីគង់នៅរហូតទល់ភ្លឺកាលភ្លឺហើយក៏ថ្វាយទឹកជំរះប្រភៈថ្វាយទឹកខ្ពុលប្រអោសឈើសម្រាប់ជំរះព្រះតន្តៈជាដើមឃើញដំរីនឹងបំរើដូចជាមនុស្សអញ្ចឹងញាតិញោមបកែបំរើបកែយកចិត្តទុកដាក់បកែខ្វាយខ្វល់ចំពោះព្រះសម្មាសម្ពុទ្ធរូបដោយចិត្តរបស់ខ្លួនឯងនឹងជ្រះថ្លាហើយក្នុងវេលាទ្រង់ស្រង់ទឹកស្ដេចដំរីនោះយកប្រមោជញ្ជូនឈើមកកូតមកគួតឲ្យកើតជាភ្លើងខ្លាចព្រះអង្គលោករងាញាតិញោមពេលព្រះអង្គស្រង់ទឹកទៅព្រោះនៅព្រៃញាតិញោមសាកសម័យមើលចូលទៅនៅព្រៃ